ខ្ញុំកំពុងអង្គុយនៅទីនេះនៅក្នុងឡានដល់ត្រជាក់របស់ខ្ញុំដង្ហើមចូលដង្ហើមចេញខ្ញុំមានអារម្មណ៍ថាខ្នងរបស់ខ្ញុំប៉ះនឹងកៅអីដៃរបស់ខ្ញុំកំពុងតែសម្រាកនៅលើចង្កូតឡានខ្ញុំមិនចាំបាច់ប្រញាប់ទេពេលនេះខ្ញុំនៅទីនេះចរាចរណ៍កំពុងតែមមាញឹកឡានដែលនៅពីមុខខ្ញុំក៏ឈប់នៅមួយកន្លែងឡានដែលនៅពីក្រោយខ្ញុំក៏ទៅណាមិនរួចនេះគឺជារឿងដែលកើតឡើងរាល់ថ្ងៃខ្ញុំមិនបានគ្រប់គ្រងចរាចរណ៍ទេតែខ្ញុំគ្រាន់តែជាផ្នែកមួយនៃវាប៉ុណ្ណោះដូច្នេះខ្ញុំអនុញ្ញាតឲ្យវាបែបនេះទៅចុះពេលខ្លះខ្ញុំមានអារម្មណ៍ថាចង់ប្រញាប់ខ្ញុំមានអារម្មណ៍ថាអ្វីៗហាក់កំពុងតែដើរយឺតតែខ្ញុំសួរខ្លួនឯងថាបើខ្ញុំប្រញាប់តើឡានដែលនៅពីមុខខ្ញុំនឹងទៅលឿនជាងមុនបានទេគឺអត់ទេបើខ្ញុំខឹងតើផ្លូវនេះនឹងរីកធំជាងមុនទេគឺអត់ទេដូច្នេះខ្ញុំជ្រើសរើសដកដង្ហើមឲ្យវែងខ្ញុំអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកស្មារបស់ខ្ញុំបន្ធូរវាចុះបន្តិចថ្គាមរបស់ខ្ញុំក៏បន្ធូរវាចុះបន្តិចចិញ្ចើមរបស់ខ្ញុំបន្ធូរវាចុះបន្តិចខ្ញុំមិនចាំបាច់កាន់កំហឹងទាំងអស់នោះទុកនៅក្នុងខ្លួនទេកំហឹងនោះវាមិនមែនជារបស់ខ្ញុំឡើយខ្ញុំទុកវាចោលនៅខាងក្រៅឡានមើលទៅមុខឡានរបស់ខ្ញុំឃើញពន្លឺភ្លើងហ្វ្រាំងពណ៌ក្រហមវាគ្រាន់តែជាពន្លឺមួយពណ៌ប៉ុណ្ណោះវាមិនមែនជាសញ្ញាប្រាប់ថាខ្ញុំកំពុងយឺតទេហើយខ្ញុំនៅទីនេះដោយសុវត្ថិភាពខ្ញុំមានសុវត្ថិភាពឡានរបស់ខ្ញុំនៅស្ងៀមតន្ត្រីនៅក្នុងឡានរបស់ខ្ញុំគឺសម្រាប់តែខ្ញុំប៉ុណ្ណោះខ្ញុំគិតថាជីវិតខ្ញុំមិនមែនចាប់ផ្ដើមត្រឹមមួយពេលខ្ញុំទៅដល់កន្លែងធ្វើការនោះទេហើយក៏មិនមែនចាប់ផ្ដើមត្រឹមពេលខ្ញុំទៅដល់ផ្ទះវិញដែរជីវិតរបស់ខ្ញុំកំពុងតែប្រព្រឹត្តទៅនៅខណៈនេះនៅក្នុងឡានដ៏ត្រជាក់មួយនេះនៅលើផ្លូវមួយនេះក្នុងចំណោមមនុស្សជាច្រើនដែលកំពុងតែចរាចរលើផ្លូវនេះក៏ជាពេលវេលារបស់ខ្ញុំដែរបើខ្ញុំមើលទៅក្រៅបង្អួចខ្ញុំឃើញដើមឈើនៅតាមមាត់ផ្លូវខ្ញុំមើលឃើញមេឃខ្ញុំឃើញមនុស្សដើរកាត់តាមដងផ្លូវពិភពលោកនៅតែបន្តទៅមុខជានិច្ចហើយខ្ញុំក៏កំពុងតែបន្តទៅមុខជាមួយវាដែរទោះបីជាមានភាពយឺតបន្តិចបន្តួចក៏ដោយយឺតមិនមែនមានន័យថាឈប់ទៅមុខទេយឺតគ្រាន់តែមានន័យថាខ្ញុំមានពេលច្រើនជាងមុនសម្រាប់ខ្លួនឯងខ្ញុំសូមអភ័យទោសឲ្យខ្លួនឯងអភ័យទោសដែលពេលខ្លះខ្ញុំតឹងតែងខ្លាំងពេកអភ័យទោសដែលខ្ញុំគិតថាខ្ញុំត្រូវតែប្រញាប់ជានិច្ចពេលនេះខ្ញុំអនុញ្ញាតឲ្យខ្លួនឯងនៅស្ងៀមមួយកន្លែងនៅស្ងៀមមិនមែនជាការខ្ជិលនោះទេនៅស្ងៀមគឺជាការថែទាំចិត្តរបស់ខ្ញុំតែប៉ុណ្ណោះឡានដែលនៅពីមុខចាប់ផ្ដើមរំកិលទៅមុខបន្តិចម្ដងខ្ញុំក៏រំកិលតាមបន្តិចម្ដងដូចគ្នាបន្ទាប់មកវាក៏ឈប់ម្ដងទៀតហើយខ្ញុំក៏ឈប់ម្ដងទៀតដូចគ្នាដូចជាចង្វាក់ដង្ហើមអញ្ចឹងរើឈប់ខ្ញុំរៀនដកដង្ហើមតាមចង្វាក់នេះដកចូលពេលឈប់
ដកចេញពេលវារើខ្ញុំមិនប្រឆាំងនឹងវាទេខ្ញុំគិតថាក្នុងចំណោមឡានរាប់រយគ្រឿងមនុស្សគ្រប់គ្នាសិតតែចង់ទៅដល់កន្លែងរបស់ខ្លួនដូចជាខ្ញុំផងដែរគេក៏នឿយហត់ដែរគេក៏មានអារម្មណ៍ថាធុញទ្រាន់ដែរបើខ្ញុំអាចផ្ដល់ភាពស្ងប់មួយភាគតូចដល់គេដោយមិនបញ្ចេញកំហឹងនោះក៏ជាការល្អដែរខ្ញុំជ្រើសរើសធ្វើជាចំណុចស្ងប់មួយនៅលើផ្លូវនេះឥឡូវនេះខ្ញុំបិទភ្នែកបន្តិចបើមានសុវត្ថិភាពឬពេលឡានដែលកំពុងឈប់ខ្ញុំឮសំឡេងម៉ាស៊ីនរបស់ខ្ញុំវាកំពុងធ្វើការសម្រាប់ខ្ញុំឮសំឡេងខ្យល់ចេញពីម៉ាស៊ីនត្រជាក់វាកំពុងតែថែរក្សាខ្ញុំឲ្យខ្ញុំមានសភាពត្រជាក់ស្រួលខ្ញុំមានអារម្មណ៍ថាជើងរបស់ខ្ញុំប៉ះនឹងកម្រាលឡានខ្ញុំនៅទីនេះមានសុវត្ថិភាពមិនមានគ្រោះថ្នាក់អ្វីទេក្រៅពីកំហឹងដែលខ្ញុំបង្កើតឡើងដោយខ្លួនឯងខ្ញុំសន្យានឹងខ្លួនឯងថាខ្ញុំនឹងមិនយកស្ថានភាពចរាចរណ៍មកវាស់គុណភាពថ្ងៃរបស់ខ្ញុំទេថ្ងៃរបស់ខ្ញុំល្អឬអាក្រក់មិនមែនកំណត់ដោយឡានដែលនៅពីមុខខ្ញុំទេថ្ងៃរបស់ខ្ញុំល្អព្រោះខ្ញុំនៅរស់ថ្ងៃរបស់ខ្ញុំល្អព្រោះខ្ញុំនៅមានកន្លែងដែលត្រូវទៅថ្ងៃរបស់ខ្ញុំល្អព្រោះខ្ញុំនៅតែមានពេលសម្រាកដូចជានៅទីនេះជាដើមខ្ញុំមិនចាំបាច់ទៅដល់លឿនទេខ្ញុំចង់ទៅដោយស្ងប់ទៅដោយមិនអស់កម្លាំងពីការខឹងទៅដល់ហើយនៅតែមានថាមពលសម្រាប់ខ្លួនឯងនិងមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំដង្ហើមចូលខ្ញុំទទួលយកភាពស្ងប់ដង្ហើមចេញខ្ញុំបញ្ចេញភាពប្រញាប់ដង្ហើមចូលខ្ញុំទទួលយកការពិតដង្ហើមចេញខ្ញុំបញ្ចេញការតស៊ូឡាននៅពីមុខខ្ញុំរំកិលទៅមុខទៀតហើយខ្ញុំក៏រំកិលទៅមុខដែរយឺតតែពិតប្រាកដដូចជីវិតរបស់ខ្ញុំដែរមិនចាំបាច់ប្រញាប់ដើម្បីទៅដល់ទីបញ្ចប់នោះទេខ្ញុំឲ្យតម្លៃរាល់ពេលវេលាដែលនៅលើដងផ្លូវមួយនេះខ្ញុំសូមអរគុណឡានរបស់ខ្ញុំអរគុណដែលដឹកខ្ញុំដោយសុវត្ថិភាពអរគុណផ្លូវមួយនេះអរគុណពេលវេលានេះព្រោះពេលវេលានេះបានរំលឹកឲ្យខ្ញុំចេះស្ងប់បានបង្រៀនឲ្យខ្ញុំចេះអត់ធ្មត់ខ្ញុំមិនដឹងថាត្រូវចំណាយពេលប៉ុន្មាននាទីទៀតទេតែខ្ញុំដឹងថារាល់នាទីដែលខ្ញុំដកដង្ហើមដោយស្ងប់គឺជាការឈ្នះមួយរបស់ខ្ញុំឈ្នះកំហឹងខ្ញុំឈ្នះភាពអស់សង្ឃឹមខ្ញុំឈ្នះអារម្មណ៍ថាគ្មានពេលវេលាពេលនេះខ្ញុំបានឆ្លងកាត់ផ្លូវជាច្រើនមកហើយក្នុងជីវិតផ្លូវនេះក៏ដូចគ្នាវានឹងកន្លងផុតទៅហើយខ្ញុំនឹងទៅដល់គោលដៅដោយសេចក្តីស្ងប់ខ្ញុំនៅតែបន្តដកដង្ហើមខ្ញុំនៅតែបន្តសម្រាកទុកឲ្យឡាននៅពីមុខឈប់ប៉ុន្មាននាទីក៏ដោយទុកឲ្យភ្លើងក្រហមយូរប៉ុណ្ណាក៏ដោយខ្ញុំនៅតែជាខ្ញុំនៅតែស្ងប់ខ្ញុំនៅតែទន់ភ្លន់នឹងខ្លួនឯងនេះជាពេលវេលាសម្រាប់ខ្ញុំនៅកណ្ដាលចរាចរណ៍ដ៏មមាញឹកមួយនេះខ្ញុំជាកោះដ៏ស្ងប់មួយខ្ញុំជាកន្លែងសុវត្ថិភាពសម្រាប់ខ្លួនឯងដង្ហើមចូលខ្ញុំនៅទីនេះដង្ហើមចេញអ្វីគឺល្អដង្ហើមចូលខ្ញុំអនុញ្ញាតដង្ហើមចេញខ្ញុំទទួលយកខ្ញុំកំពុងអង្គុយនៅទីនេះនៅក្នុងឡានដ៏ត្រជាក់របស់ខ្ញុំដង្ហើមចូលដង្ហើមចេញខ្ញុំមានអារម្មណ៍ថាខ្នងរបស់ខ្ញុំប៉ះនឹងកៅអីដៃរបស់ខ្ញុំកំពុងតែសម្រាកនៅលើចង្កូតឡាន
ខ្ញុំមិនចាំបាច់ប្រញាប់ទេពេលនេះខ្ញុំនៅទីនេះចរាចរណ៍កំពុងតែមមាញឹកឡានដែលនៅពីមុខខ្ញុំក៏ឈប់នៅមួយកន្លែងឡានដែលនៅពីក្រោយខ្ញុំក៏ទៅណាមិនរួចនេះគឺជារឿងដែលកើតឡើងរាល់ថ្ងៃខ្ញុំមិនបានគ្រប់គ្រងចរាចរណ៍ទេតែខ្ញុំគ្រាន់តែជាផ្នែកមួយនៃវាប៉ុណ្ណោះដូច្នេះខ្ញុំអនុញ្ញាតឲ្យវាបែបនេះទៅចុះពេលខ្លះខ្ញុំមានអារម្មណ៍ថាចង់ប្រញាប់ខ្ញុំមានអារម្មណ៍ថាអ្វីៗហាក់កំពុងតែដើរយឺតតែខ្ញុំសួរខ្លួនឯងថាបើខ្ញុំប្រញាប់តើឡានដែលនៅពីមុខខ្ញុំនឹងទៅលឿនជាងមុនបានទេគឺអត់ទេបើខ្ញុំខឹងតើផ្លូវនេះនឹងរីកធំជាងមុនទេគឺអត់ទេដូច្នេះខ្ញុំជ្រើសរើសដកដង្ហើមឲ្យវែងខ្ញុំអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកស្មារបស់ខ្ញុំបន្ធូរវាចុះបន្តិចថ្គាមរបស់ខ្ញុំក៏បន្ធូរវាចុះបន្តិចចិញ្ចើមរបស់ខ្ញុំបន្ធូរវាចុះបន្តិចខ្ញុំមិនចាំបាច់កាន់កំហឹងទាំងអស់នោះទុកនៅក្នុងខ្លួនទេកំហឹងនោះវាមិនមែនជារបស់ខ្ញុំឡើយខ្ញុំទុកវាចោលនៅខាងក្រៅឡានមើលទៅមុខឡានរបស់ខ្ញុំឃើញពន្លឺភ្លើងហ្វ្រាំងពណ៌ក្រហមវាគ្រាន់តែជាពន្លឺមួយពណ៌ប៉ុណ្ណោះវាមិនមែនជាសញ្ញាប្រាប់ថាខ្ញុំកំពុងយឺតទេហើយខ្ញុំនៅទីនេះដោយសុវត្ថិភាពខ្ញុំមានសុវត្ថិភាពឡានរបស់ខ្ញុំនៅស្ងៀមតន្ត្រីនៅក្នុងឡានរបស់ខ្ញុំគឺសម្រាប់តែខ្ញុំប៉ុណ្ណោះខ្ញុំគិតថាជីវិតខ្ញុំមិនមែនចាប់ដើមត្រឹមមួយពេលខ្ញុំទៅដល់កន្លែងធ្វើការនោះទេហើយក៏មិនមែនចាប់ដើមត្រឹមពេលខ្ញុំទៅដល់ផ្ទះវិញដែរជីវិតរបស់ខ្ញុំកំពុងតែប្រព្រឹត្តទៅនៅខណៈនេះនៅក្នុងឡានដ៏ត្រជាក់មួយនេះនៅលើផ្លូវមួយនេះក្នុងចំណោមមនុស្សជាច្រើនដែលកំពុងតែចរាចរលើផ្លូវនេះក៏ជាពេលវេលារបស់ខ្ញុំដែរបើខ្ញុំមើលទៅក្រៅបង្អួចខ្ញុំឃើញដើមឈើនៅតាមមាត់ផ្លូវខ្ញុំមើលឃើញមេឃខ្ញុំឃើញមនុស្សដើរកាត់តាមដងផ្លូវពិភពលោកនៅតែបន្តទៅមុខជានិច្ចហើយខ្ញុំក៏កំពុងតែបន្តទៅមុខជាមួយវាដែរទោះបីជាមានភាពយឺតបន្តិចបន្តួចក៏ដោយយឺតមិនមែនមានន័យថាឈប់ទៅមុខទេយឺតគ្រាន់តែមានន័យថាខ្ញុំមានពេលច្រើនជាងមុនសម្រាប់ខ្លួនឯងខ្ញុំសូមអភ័យទោសឲ្យខ្លួនឯងអភ័យទោសដែលពេលខ្លះខ្ញុំតឹងតែងខ្លាំងពេកអភ័យទោសដែលខ្ញុំគិតថាខ្ញុំត្រូវតែប្រញាប់ជានិច្ចពេលនេះខ្ញុំអនុញ្ញាតឲ្យខ្លួនឯងនៅស្ងៀមមួយកន្លែងនៅស្ងៀមមិនមែនជាការខ្ជិលនោះទេនៅស្ងៀមគឺជាការថែទាំចិត្តរបស់ខ្ញុំតែប៉ុណ្ណោះឡានដែលនៅពីមុខចាប់ផ្ដើមរំកិលទៅមុខបន្តិចម្ដងខ្ញុំក៏រំកិលតាមបន្តិចម្ដងដូចគ្នាបន្ទាប់មកវាក៏ឈប់ម្ដងទៀតហើយខ្ញុំក៏ឈប់ម្ដងទៀតដូចគ្នាដូចជាចង្វាក់ដង្ហើមអញ្ចឹងរើឈប់ខ្ញុំរៀនដកដង្ហើមតាមចង្វាក់នេះដកចូលពេលឈប់ដកចេញពេលវារើខ្ញុំមិនប្រឆាំងនឹងវាទេខ្ញុំគិតថាក្នុងចំណោមឡានរាប់រយគ្រឿងមនុស្សគ្រប់គ្នាសិតតែចង់ទៅដល់កន្លែងរបស់ខ្លួនដូចជាខ្ញុំផងដែរគេក៏នឿយហត់ដែរគេក៏មានអារម្មណ៍ថាធុញទ្រាន់ដែរ
បើខ្ញុំអាចផ្ដល់ភាពស្ងប់មួយភាគតូចដល់គេដោយមិនបញ្ចេញកំហឹងនោះក៏ជាការល្អដែរខ្ញុំជ្រើសរើសធ្វើជាចំណុចស្ងប់មួយនៅលើផ្លូវនេះឥឡូវនេះខ្ញុំបិទភ្នែកបន្តិចបើមានសុវត្ថិភាពឬពេលឡានដែលកំពុងឈប់ខ្ញុំឮសំឡេងម៉ាស៊ីនរបស់ខ្ញុំវាកំពុងធ្វើការសម្រាប់ខ្ញុំឮសំឡេងខ្យល់ចេញពីម៉ាស៊ីនត្រជាក់វាកំពុងតែថែរក្សាខ្ញុំឲ្យខ្ញុំមានសភាពត្រជាក់ស្រួលខ្ញុំមានអារម្មណ៍ថាជើងរបស់ខ្ញុំប៉ះនឹងកម្រាលឡានខ្ញុំនៅទីនេះមានសុវត្ថិភាពមិនមានគ្រោះថ្នាក់អ្វីទេក្រៅពីកំហឹងដែលខ្ញុំបង្កើតឡើងដោយខ្លួនឯងខ្ញុំសន្យានឹងខ្លួនឯងថាខ្ញុំនឹងមិនយកស្ថានភាពចរាចរណ៍មកវាស់គុណភាពថ្ងៃរបស់ខ្ញុំទេថ្ងៃរបស់ខ្ញុំល្អឬអាក្រក់មិនមែនកំណត់ដោយឡានដែលនៅពីមុខខ្ញុំទេថ្ងៃរបស់ខ្ញុំល្អព្រោះខ្ញុំនៅរស់ថ្ងៃរបស់ខ្ញុំល្អព្រោះខ្ញុំនៅមានកន្លែងដែលត្រូវទៅថ្ងៃរបស់ខ្ញុំល្អព្រោះខ្ញុំនៅតែមានពេលសម្រាកដូចជានៅទីនេះជាដើមខ្ញុំមិនចាំបាច់ទៅដល់លឿនទេខ្ញុំចង់ទៅដោយស្ងប់ទៅដោយមិនអស់កម្លាំងពីការខឹងទៅដល់ហើយនៅតែមានថាមពលសម្រាប់ខ្លួនឯងនិងមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំដង្ហើមចូលខ្ញុំទទួលយកភាពស្ងប់ដង្ហើមចេញខ្ញុំបញ្ចេញភាពប្រញាប់ដង្ហើមចូលខ្ញុំទទួលយកការពិតដង្ហើមចេញខ្ញុំបញ្ចេញការតស៊ូឡាននៅពីមុខខ្ញុំរំកិលទៅមុខទៀតហើយខ្ញុំក៏រំកិលទៅមុខដែរយឺតតែពិតប្រាកដដូចជីវិតរបស់ខ្ញុំដែរមិនចាំបាច់ប្រញាប់ដើម្បីទៅដល់ទីបញ្ចប់នោះទេខ្ញុំឲ្យតម្លៃរាល់ពេលវេលាដែលនៅលើដងផ្លូវមួយនេះខ្ញុំសូមអរគុណឡានរបស់ខ្ញុំអរគុណដែលដឹកខ្ញុំដោយសុវត្ថិភាពអរគុណផ្លូវមួយនេះអរគុណពេលវេលានេះព្រោះពេលវេលានេះបានរំលឹកឲ្យខ្ញុំចេះស្ងប់បានបង្រៀនឲ្យខ្ញុំចេះអត់ធ្មត់ខ្ញុំមិនដឹងថាត្រូវចំណាយពេលប៉ុន្មាននាទីទៀតទេតែខ្ញុំដឹងថារាល់នាទីដែលខ្ញុំដកដង្ហើមដោយស្ងប់គឺជាការឈ្នះមួយរបស់ខ្ញុំឈ្នះកំហឹងខ្ញុំឈ្នះភាពអស់សង្ឃឹមខ្ញុំឈ្នះអារម្មណ៍ថាគ្មានពេលវេលាពេលនេះខ្ញុំបានឆ្លងកាត់ផ្លូវជាច្រើនមកហើយក្នុងជីវិតផ្លូវនេះក៏ដូចគ្នាវានឹងកន្លងផុតទៅហើយខ្ញុំនឹងទៅដល់គោលដៅដោយសេចក្តីស្ងប់ខ្ញុំនៅតែបន្តដកដង្ហើមខ្ញុំនៅតែបន្តសម្រាកទុកឲ្យឡាននៅពីមុខឈប់ប៉ុន្មាននាទីក៏ដោយទុកឲ្យភ្លើងក្រហមយូរប៉ុណ្ណាក៏ដោយខ្ញុំនៅតែជាខ្ញុំនៅតែស្ងប់ខ្ញុំនៅតែទន់ភ្លន់នឹងខ្លួនឯងនេះជាពេលវេលាសម្រាប់ខ្ញុំនៅកណ្ដាលចរាចរណ៍ដ៏មមាញឹកមួយនេះខ្ញុំជាកោះដ៏ស្ងប់មួយខ្ញុំជាកន្លែងសុវត្ថិភាពសម្រាប់ខ្លួនឯងដង្ហើមចូលខ្ញុំនៅទីនេះដង្ហើមចេញអ្វីគឺល្អដង្ហើមចូលខ្ញុំអនុញ្ញាតដង្ហើមចេញខ្ញុំទទួលយកខ្ញុំទៅដល់ហើយមិនថាទៅដល់កន្លែងណានោះទេខ្ញុំបានទៅដល់ភាពស្ងប់ក្នុងចិត្តរបស់ខ្ញុំហើយនោះគឺគ្រប់គ្រាន់ហើយ